តាមពិតទៅនៅប្រទេសជប៉ុនម្យ៉ាងដែរតាឲ្យតែយើងឃើញផ្លាកដែលគេដាក់បោកគក់24 hour ហ្នឹងគឺយើងអាចចូលទៅបោកកៅអៅបានដោយខ្លួនឯងប៉ុន្តែដោយសារតែទូបោកកៅអៅហ្នឹងគេប្រើជាកាក់ដល់ពេលខ្ញុំអត់បានយកទៅខ្ញុំត្រូវយកលុយហ្នឹងទៅ exchange ទៅជាកាក់វិញនៅក្នុងហ្នឹងគេមានកន្លែងឲ្យយើងដាក់លុយសិនហើយបន្ទាប់មកទៀតគេចេញជាកាក់មកចំនួនលុយដែលខ្ញុំដាក់មុននឹងមិញប៉ុន្តែកន្លែងដែលគេបោកហ្នឹងគឺគេបោកគក់ស្ងួតដល់ពេលអាវក្រៅពីរហ្នឹងបើខ្ញុំគិតទៅតម្លៃគឺធូរថ្លៃជាងនៅយើងតម្លៃសម្រាប់អាវក្រៅពីរដែលខ្ញុំដាក់បោកគក់ហ្នឹងគឺអស់700យេនបើគិតទៅស្មើនឹង$4ជាងបន្ទាប់ពីយើងដាក់ហើយគឺយើងអាចចុចជ្រើសរើសជាមួយនឹង option ដែលយើងដាក់កៅអៅហើយយើងត្រូវដាក់ប្រភេទកាក់ដែលយើងបាន exchange មុននឹងមិញបន្ទាប់ពីដាក់បោកគក់ហើយគឺគេមានចំនួននាទីឲ្យថាប្រហែលនាទីក្រោយមកកៅអៅនឹងបោកហើយគឺយើងត្រូវតែមក pick up ប៉ុន្តែបើសិនជាយើងខកខានក្នុងការមក pick up តាមកំណត់ម៉ោងរបស់គេហ្នឹងណាមានន័យថាខាង store របស់គេនៅចិត្តជាប់នឹងហ្នឹងគឺគេនឹងយកទុកឲ្យយើងសិនប៉ុន្តែយើងមកយកពីគេក្នុងម៉ោង5ល្ងាចក្នុងកៅអៅហ្នឹងគឺយើងអាចកៅអៅយើងហ្នឹងគឺយើងអាចទុកនៅក្នុងម៉ាស៊ីនហ្នឹងជាប់រហូតប៉ុន្តែបើសិនជាយើងអត់បានមកយកខ្ទង់ម៉ោង5ល្ងាចទេគឺយើងនឹងត្រូវចាំទៅលើកទៅថ្ងៃស្អែកបាទយើងអាចមកយកវិញម្ដងទៀតអញ្ចឹងសម្រាប់វីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនបង